វីដេអូនេះសម្រាប់បងប្អូនទី12ដែលទើបតែប្រឡងចប់ហើយអត់ទាន់ដឹងថាតើខ្លួនគួរតែរៀនជំនាញអីមែនទេអញ្ចឹងបងសូមណែនាំជាមួយនឹងមហាវិទ្យាល័យមួយគឺមហាវិទ្យាល័យគ្រប់គ្រងដែលមានជំនាញធំៗ3គឺជំនាញគ្រប់គ្រងជំនាញ marketing និងជំនាញសហគ្រិនភាពតោះទៅសួរពីចំណារអារម្មណ៍ជាមួយនឹងនិស្សិតដែលក៏កំពុងតែអង្គុយរៀននៅក្នុងថ្នាក់ជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងនាំអ្នកនរគ្នាចូលទៅសួរនិស្សិតដែលក៏កំពុងតែអង្គុយរៀននៅក្នុងថ្នាក់ជំរាបសួរបងខ្ញុំអាចសុំសួរឈ្មោះបងបានទេតើបងមានឈ្មោះអ្វីដែរខ្ញុំឈ្មោះពេជ្រអូចុះបងសម្រាប់សប្តាហ៍ថ្ងៃនេះបងកំពុងតែរៀនជំនាញអ្វីដែរបច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី3នៃជំនាញ marketing នៅមហាវិទ្យាល័យគ្រប់គ្រងអូចុះបងតើបងមានអារម្មណ៍មិនដែរនៅពេលដែលយើងបានទទួលការសិក្សានៅទីនេះទេបងមើលសម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ហ្មងរយៈពេល3ឆ្នាំដែលខ្ញុំមករៀននៅមហាវិទ្យាល័យគ្រប់គ្រងហ្នឹងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដោយសារតែពេលច្រើនសាស្ត្រាចារ្យដែលគាត់នៅបរិញ្ញាហ្នឹងគឺគាត់សិតតែមានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងការបរិញ្ញាអញ្ចឹងទៅវាធ្វើឲ្យការសិក្សារបស់យើងកាន់តែមានប្រសិទ្ធភាពអញ្ចឹងណាហើយនៅមួយសាកលវិទ្យាល័យជាតិគ្រប់គ្រងក៏ជាសាកលវិទ្យាល័យមួយរបស់រដ្ឋដែលមានការទទួលស្គាល់ពីសំណាក់មហាជនជាច្រើនដែរអូខ្ញុំស្ដាប់មើលទៅពិតជាល្អមែនតើការយើងបានទទួលការសិក្សានៅមហាវិទ្យាល័យគ្រប់គ្រងណាអញ្ចឹងខ្ញុំអរគុណបងច្រើនចាអញ្ចឹងយើងអាចនឹងទៅសួរម្នាក់ទៀតដែលគាត់អង្គុយនៅខាងក្រោយបងជំរាបសួរបងខ្ញុំអាចសុំឈ្មោះសួរឈ្មោះបងតិចបានទេបងបាទខ្ញុំឈ្មោះសូណាដូហេតុអ្វីបានជាបងជ្រើសរើសរៀនជំនាញ marketing មួយនេះហ៎បងបាទបងមកពីការឆ្លាញ់ចូលចិត្តខាងធ្វើ business ទើបខ្ញុំជ្រើសរើសរៀនជំនាញ marketing នៅមហាវិទ្យាល័យគ្រប់គ្រងម្យ៉ាងទៀតយើងអាច apply ការងាររដ្ឋឯកជននិងអង្គការជាតិនិងអន្តរជាតិអូពិតជាល្អមែនតើចាបងអញ្ចឹងអរគុណច្រើនក្នុងការផ្ដល់បទសម្ភាសន៍មួយនេះណាអញ្ចឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ម្នាក់ទៀតបងជំរាបសួរខ្ញុំអាចសុំសួរឈ្មោះបងតិចបានទេខ្ញុំឈ្មោះមួយលីអូគាត់ឈ្មោះមួយលីហើយបងសម្រាប់ការរៀនជំនាញ marketing នេះតើបងគិតថានៅពេលដែលបងរៀនចប់តើវាអាចជួយអ្វីខ្លះដល់បងនៅពេលដែលបងរៀនចប់សម្រាប់ជំនាញ marketing នេះផ្ទាល់ផងដែរនៅពេលដែលយើងរៀនចប់យើងអាចបានសិក្សាស្វែងយល់ពីទីផ្សារផ្នែកទីផ្សារជាផ្នែកសំខាន់បំផុតនៅក្នុងក្រុមហ៊ុននានាក្នុងការបម្រើនៅការងាររដ្ឋឬក៏ការងារឯកជនឬក៏របររកស៊ីផ្ទាល់ជាក់ស្ដែងខ្ញុំក៏ជាអ្នករកស៊ីផ្ទាល់មួយដែរប៉ុន្តែគ្រាន់ថាបែបខ្នាតតូចខ្ញុំបានសិក្សាផ្នែក marketing នេះធ្វើឲ្យខ្ញុំយល់ដឹងថាអ្វីទៅជាអតិជន គោលដៅ target customer តិចនិចនិងយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារព្រោះនៅក្នុងរបរឬក៏ការងាររកស៊ីនីមួយៗត្រូវការផ្នែកទីផ្សារបើសិនជាទីផ្សាររបស់យើងល្អទីផ្សាររបស់យើងមានការឃោសនាទៅមានអ្នកស្គាល់ច្រើនការផ្សព្វផ្សាយទៅចំគោលដៅត្រូវគោលដៅវាធ្វើឲ្យអាការរកស៊ីរបស់យើងឬក៏មុខរបរឬក៏របស់ក្រុមហ៊ុនណាមួយហ្នឹងណាវាមានការរីកចម្រើនខ្លាំងចឹងផ្នែកទីផ្សារបងប្អូនគួរតែជ្រើសរើសយកហ្មងដោយសារតែវាអាចនឹងផ្ដល់ឱកាសការងារយើងច្រើនទោះយើងចេញរកស៊ីឬក៏ចេញធ្វើការក៏ដោយវាអាចផ្ដល់ឱកាសការងារយើងបានច្រើនខ្លាំងមែនតើហើយជាសាកលវិទ្យាល័យមួយដែលមានការទុកចិត្តដោយសារជាសាកលវិទ្យាល័យដែលមានអាយុកាលយូរមានកេរ្តិ៍ឈ្មោះល្បីល្បាញយូរព្រមតែជាសាកលវិទ្យាល័យរដ្ឋផងដែរអរគុណច្រើនបងហើយយើងមើលទៅការសម្ភាសន៍មួយនេះគឺពិតជាដល់អត្ថប្រយោជន៍ពិសេសមែនទែនទៅកាន់បងប្អូនដែលទើបតែប្រឡងទី12ចប់ហើយកំពុងតែអត់ទាន់ដឹងថាខ្លួនឯងគួរតែរៀនអីគួរតែរៀនអីអញ្ចឹងអាចសាកសួរព័ត៌មានខាងក្រោមបាន